សម្ដេចធិបតីបញ្ជាក់ច្បាស់ថាគ្មានការបោះបង់សិទ្ធិស្របច្បាប់ការពារទឹកដីទេទោះមានកិច្ចព្រមព្រៀងអ្វីក៏ដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី19ខែតុលានេះបានចេញសារបដិសេធចំពោះការអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់28កក្កដា2025និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាថ្នូរនឹងការធ្វើឲ្យកម្ពុជាបាត់បង់ដីសម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ជូនបងប្អូនជនរួមជាតិថាកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែនរបស់ប្រទេសឡើយសម្ដេចធិបតីបញ្ជាក់ថាកិច្ចព្រមព្រៀងបាត់ឈប់បាញ់28កក្កដា2025ផ្ដោតតែលើលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឲ្យមានការបាញ់គ្នាឡើងវិញប៉ុណ្ណោះសម្ដេចធិបតីបន្ថែមថាកិច្ចព្រមព្រៀងសន្តិភាពដែលគ្រោងធ្វើនៅពេលខាងមុខផ្ដោតតែលើការរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសសម្ដេចធិបតីបានសង្កត់ធ្ងន់ថាទោះកិច្ចព្រមព្រៀងទាំងពីរមិននិយាយពីទឹកដីក៏មិនមានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគឺស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាថៃ JBC ដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដេចធិបតីបានបញ្ជាក់ជូនជនរួមជាតិថា1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាឡើយ2រាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរ